សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនទី10នៅមេរៀននេះយើងនឹងនិយាយអំពីប្តីដែលត្រូវគោរពដល់ប្រពន្ធហើយនេះគឺជាមេរៀនដែលខ្ញុំទន្ទឹងរង់ចាំមើលបំផុតដោយសារតែខ្ញុំបានទទួលប្រយោជន៍ពីការនេះបន្ទាប់ពីបានរៀបការជាង37ឆ្នាំវាពិតជាអស្ចារ្យណាស់ហើយខ្ញុំសង្ឃឹមថាបរិបរោះប្រុងប្រៀបយកចិត្តទុកដាក់ស្ដាប់ព្រោះនេះគឺជាមេរៀនដ៏ល្អដូច្នេះនៅក្នុងព្រះគម្ពីរចែងយ៉ាងចំថាប្តីត្រូវគោរពដល់ប្រពន្ធដែលជាភាជនៈដែលទន់ខ្សោយជាងមិនមែនមានន័យថាគាត់ទាបជាងអ្នកទេហើយវាមានន័យថាហើយខ្ញុំនិយាយបញ្ជាក់ថាវាមានន័យថាគាត់មិនមានកម្លាំងបាយខ្លាំងដូចជាអ្នកដែលជាបុរសហើយលោកពេត្រុសបន្តមានប្រសាសន៍ថាបើអ្នកមិនគោរពដល់ប្រពន្ធរបស់អ្នកនោះពាក្យអធិដ្ឋានរបស់អ្នកនឹងត្រូវបានរារាំងចំណុចនេះពិតជាអស្ចារ្យណាស់នៅពេលដែលអ្នកគិតពីវាខ្ញុំធ្លាប់ឃើញបរិសុទ្ធដែលប្រព្រឹត្តចំពោះប្រពន្ធរបស់គេប្រព្រឹត្តចំពោះប្រពន្ធដោយមិនឲ្យតម្លៃមិនសំខាន់ឬមិនវិសេសវិសាលអ្វីទេហើយខ្ញុំដូចជាថ្នាំងថ្នាក់ចិត្តបើមានមនុស្សបែបហ្នឹងមកជួបខ្ញុំហើយនិយាយថាខ្ញុំសូមអធិដ្ឋានឲ្យលោកបានទេខ្ញុំថាអូអត់ទេព្រះជាម្ចាស់មិនស្ដាប់លោកទេឥឡូវនេះខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាលោកនិងពេលវេលាខ្ញុំទេខ្ញុំសូមអានជូនលោកអ្នកអំពីអ្វីដែលខ្ញុំកំពុងនិយាយព្រោះនេះជារឿងដ៏អស្ចារ្យណាស់រីឯប្តីរាល់គ្នាដែលមានន័យថាគាត់ទើបតែនិយាយអំពីរបៀបដែលប្រពន្ធត្រូវគោរពប្តីរបស់ខ្លួនរីឯប្តីរាល់គ្នាក៏ដូច្នេះដែរត្រូវខ្ញុំពេញចិត្តត្រង់ពាក្យថាត្រូវផ្ដល់កិត្តិយសដល់ប្រពន្ធរបស់ខ្លួនប្រព្រឹត្តចំពោះប្រពន្ធដោយការយោគយល់នៅពេលដែលអ្នករួមរស់ជាមួយគ្នាអូខេនាងប្រហែលជាទន់ខ្សោយជាងអ្នកសូមចាំកន្លែងនោះគឺនិយាយអំពីកម្លាំងរូបកាយប៉ុណ្ណោះស្ត្រីមានកម្លាំងរូបកាយជាមធ្យមទន់ខ្សោយជាងបុរសនាងប្រហែលជាទន់ខ្សោយជាងអ្នកប៉ុន្តែនាងគឺជាអ្នកដែលស្មើនឹងអ្នកលោកអ្នកតន់ទេនាងជាដៃគូដែលស្មើនឹងអ្នកនៅក្នុងអំណោយទាននៃព្រះនៃជីវិតថ្មីចូលប្រព្រឹត្តចំពោះនាងតាមដែលអ្នកគួរធ្វើដើម្បីកុំឲ្យមានអ្វីរារាំងពាក្យអធិដ្ឋានរបស់អ្នកដូច្នេះពាក្យអធិដ្ឋានរបស់អ្នកត្រូវរារាំងប្រសិនបើអ្នកមិនគោរពដល់ប្រពន្ធសូមគិតពីរបៀបដែលអ្នកនិយាយជាមួយនាងរបៀបដែលអ្នកប្រព្រឹត្តចំពោះនាងគ្រប់យ៉ាងទាំងអស់បើអ្នកមិនគោរពប្រពន្ធនោះអ្នកនឹងមិនទទួលការឆ្លើយតបពីអធិដ្ឋានទេមានការផ្សារភ្ជាប់ដែលផ្ទាល់មួយដែលព្រះបន្ទូលប្រាប់យើងនៅត្រង់នេះខ្ញុំចង់បញ្ជាក់ចំណុចនេះឲ្យច្បាស់នាងមិនមែននៅក្រោមអ្នកដោយសារតែអ្នកគឺជាមេគ្រួសារទេនាងស្មើនឹងអ្នកលោកពេត្រុសបញ្ជាក់ពីចំណុចនោះយ៉ាងច្បាស់តែម្ដងតើមានន័យដូចម្ដេចដែលថាអ្នកគឺជាអ្នកដឹកនាំរបស់នាងមានន័យថាអ្នកគឺជាអ្នកបម្រើដែលនាំមុខព្រោះសូមចាំព្រះយេស៊ូវមានបន្ទូលថាក្នុងចំណោមអ្នករាល់គ្នាខ្ញុំនៅជាអ្នកបម្រើតើនោះមានន័យដូចម្ដេចមានន័យថាបើអ្នកមានលុយគ្រប់គ្រាន់ដើម្បីទិញខោអាវថ្មីតែមួយកំភ្លេសម្រាប់ព្រឹត្តិការណ៍ពិសេសណាមួយនោះអ្នកអាចធ្វើការសម្រេចចិត្តបានបងជាអ្នកដឹកនាំបងជ្រើសរើសអូនជាប្រពន្ធបងអញ្ចឹងបងទិញខោអាវថ្មីឲ្យអូនហើយបងពាក់ខោអាវចាស់ដែលបងពាក់ច្រើនឆ្នាំនេះហើយក៏បាននិយាយពីវិសមកាលបើនាងចង់ទៅលេងកន្លែងមួយតែអ្នកចង់ទៅលេងកន្លែងមួយទៀតមានន័យថាម៉េចគឺយើងទៅកន្លែងដែលនាងចង់ទៅលេងលោកពេត្រុសនិយាយថាអ្នកគួរតែជំរុញឲ្យមានភាពស្រស់ស្អាតរបស់នាងឡើងជំរុញឲ្យមានភាពស្រស់ស្អាតទៅលើនាងដោយនិយាយនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់នាងការនិយាយអ្វីទៅលើនាងដែលកសាងនាងឡើងនិងបំពាក់បំពន់នាងតាមអ្វីដែលព្រះគម្ពីរចែងដូច្នេះជាការសំខាន់ណាស់ហើយខ្ញុំចង់អាននៅប្រសាសន៍របស់លោកពេត្រុសជូនលោកអ្នកចេញពីព្រះគម្ពីរ The Message រីឯប្តីរាល់គ្នាក៏ដូច្នោះដែរចូលធ្វើជាប្តីដ៏ល្អចំពោះប្រពន្ធគោរពដល់ពួកគាត់រីករាយជាមួយនឹងពួកគាត់ក្នុងនាមជាស្ត្រីភរិយារបស់អ្នកខ្វះនៅគុណប្រយោជន៍មួយចំនួនដែលអ្នកមានដែលនិយាយពីកម្លាំងរូបរាងកាយជាចំណុចតែមួយដែលយើងនិយាយនៅត្រង់នេះទេប៉ុន្តែនៅក្នុងជីវិតថ្មីនៃព្រះគុណរបស់ព្រះជាម្ចាស់អ្នកទាំងពីរគឺស្មើគ្នាចូលប្រព្រឹត្តចំពោះប្រពន្ធដោយស្មើនឹងអ្នកដើម្បីកុំឲ្យមានអ្វីរារាំងពីអធិដ្ឋានរបស់អ្នកនោះជាអ្វីដែលមានចែងចេញពីការសម្រាយព្រះគម្ពីរ The Message ដូច្នេះខ្ញុំចង់ចែករំលែកជាមួយលោកអ្នកនៅរឿងរ៉ាវផ្ទាល់ខ្លួនមួយដែលខ្ញុំអរព្រគុណដល់ព្រះវិញ្ញាណដែលដឹកនាំខ្ញុំឲ្យធ្វើពេលដែលលីសានិងខ្ញុំបានរៀបការហើយមានមនុស្សជាច្រើនមិនបានដឹងរឿងនេះទេប៉ុន្តែកាលដែលលីសាអាយុ5ឆ្នាំនាងមានជំងឺមួយដែលគេហៅថាមហារីកស្រទាប់រេទីនដែលជាជំងឺមហារីកស្រទាប់រេទីននៅខាងក្នុងកែវភ្នែកកាលដែលនាងមានអាយុ5ឆ្នាំគ្រូពេទ្យត្រូវខ្វេះភ្នែកនាងចេញហើយគេដាក់ភ្នែកសិប្បនិម្មិតឲ្យនាងវិញដូច្នេះតាំងពីពេលនោះមកនាងរស់នៅដោយពាក់ភ្នែកសិប្បនិម្មិតម្ខាងពេលដែលនាងចូលដល់ឆ្នាំដ៏ពិបាកនៅក្នុងអនុវិទ្យាល័យនិងវិទ្យាល័យជាពិសេសនៅវិទ្យាល័យគេសើចចំអកមើលងាយនាងជាខ្លាំងគេបានដាក់ឈ្មោះអាក្រក់ឲ្យនាងច្រើនហើយមានពេលមួយនាងឡើងទៅធ្វើរបាយការណ៍នៅចំពោះមុខសិស្សទាំងអស់ក្នុងថ្នាក់ហើយក្មេងៗដែលរៀនជាមួយក៏ស្រែកហៅឈ្មោះអាក្រក់ទៅនាងក៏បានរត់ទៅផ្ទះទៅជួបម៉ាក់ហើយម៉ាក់ក៏បានលួងលោមនាងហើយនិយាយថាលីសាម៉ាក់មិនមកដល់ឲ្យកូននៅផ្ទះទេកូនត្រូវទៅរៀនវិញហើយប្រឈមមុខជាមួយក្មេងទាំងនោះហើយក៏មានមុខវិជ្ជាពីរដែលគេតម្រូវនៅវិទ្យាល័យរបស់យើងដើម្បីបញ្ចប់ការសិក្សានាងមានអារម្មណ៍ថាគ្មានសមត្ថភាពហើយក៏មិនគួរចូលរៀនវគ្គទាំងនោះដែរមុខវិជ្ជាមួយគឺការនិយាយហើយមួយទៀតគឺការវាយអត្ថបទ
តការវាយអត្ថបទព្រោះនៅពេលដែលមនុស្សម្នាក់មានភ្នែកតែម្ខាងពួកគេបាត់បង់នៅញៀននៃការដឹងពីជំរឿលំហដូច្នេះការដែលគេដឹងពីលំហនោះគឺពិបាកខ្លាំងណាស់ហើយម៉ាស៊ីនអង់គ្លេសលេខចំនួនមុនគឺមិនស្រួលប្រើទេដូច្នេះនាងក៏បានទៅជួបអ្នកប្រឹក្សានៅវិទ្យាល័យហើយគាត់ក៏យល់ស្របជាមួយនាងថានាងមិនគួររៀនថ្នាក់និយាយហើយក៏មិនរៀនថ្នាក់វាយអត្ថបទដែរដូច្នេះនាងត្រូវបានលើកលែងពីថ្នាក់2នេះបើសង្ខេបទៅខ្ញុំមានឯកសិទ្ធិនៅក្នុងការនាំលីសាឲ្យជឿព្រះយេស៊ូវការដែលខ្ញុំនៅរៀនចុងឆ្នាំវិទ្យាល័យហើយជាង1ឆ្នាំកន្លះបន្ទាប់មកយើងក៏បានរៀបការហើយយើងទៅនៅក្រុងដាឡាស់រដ្ឋតិចសាសក្នុងក្រុមជំនុំដ៏ធំមួយហើយខ្ញុំចាំថាមានស្ត្រីជាច្រើននៅក្នុងក្រុមជំនុំដែលនិយាយថាលីសាក្រអឺតក្រតមឬក៏មានអំនួតមិនចង់រាប់រកពួកគេនាងមិនមែនមានអំនួតទេប៉ុន្តែនាងពោពេញដោយភាពភ័យខ្លាចព្រោះដោយសារតែអ្វីដែលបានកើតឡើងចំពោះនាងកាលនៅពីតូចទាំងការដែលគេសើចចំអកលើនាងការបាត់បង់ភ្នែកម្ខាងនិងបញ្ហាផ្សេងទៀតលីសាមានភាពភ័យខ្លាចច្រើនហើយក៏ជាក្មេងស្រីម្នាក់ដែលខ្លាចមនុស្សខ្លាំងដូច្នេះស្ត្រីទាំងនេះក៏យល់ខុសអំពីលីសាខ្ញុំចាំថាលីសាយើងព្យាយាមស្វែងរកចំណូលផ្សេងទៀតបន្ថែមដូច្នេះនាងក៏បានទៅធ្វើការឲ្យក្រុមហ៊ុន marketing មួយខាងផ្នែកគ្រឿងសម្អាងនិងថែរក្សាស្បែកហើយខ្ញុំក៏បានចូលរួមវគ្គខ្លះដែលគេបណ្ដុះបណ្ដាលនាងហើយខ្ញុំក៏សម្គាល់ឃើញថាវ៉ាវលីសាអ្វីដែលអូនកំពុងតែធ្វើនៅលើស្ត្រីទាំងនេះគឺពិតជាអស្ចារ្យមែនទែនយើងនៅក្នុងក្រុងដាឡាស់ហើយផ្សារទំនើបក្រុងដាឡាស់នៅក្នុងទសវត្សរ៍នោះគឺផ្សារទំនើប Galleria ហើយក៏មានហាងធំនិងម៉ាកល្បីៗទាំងអស់នៅក្នុងផ្សារទំនើបនោះមានហាងធំមួយនៅក្នុងផ្សារនោះដែលមានឈ្មោះថា Marshall Field ហើយពេលមួយយើងដើរកាត់ហាង Marshall Field ហើយខ្ញុំក៏និយាយប្រាប់លីសាថាលីសាអូនដឹងទេអូនអាចធ្វើកិច្ចការបានយ៉ាងល្អជាងស្ត្រីទាំងនេះនៅក្នុងវិស័យផាត់មុខនេះអូនគួរដាក់ពាក្យមកធ្វើការនៅទីនេះមិនមែនធ្វើ marketing ទេប៉ុន្តែមកធ្វើការនៅទីនេះវិញហើយនាងក៏ថាទេខ្ញុំមិនអាចលក់គ្រឿងផាត់មុខទៅឲ្យស្ត្រីបានទេហើយគ្រាន់តែឈរនៅក្រោយបញ្ចោហើយជួបជាមួយស្ត្រីដែលមិនស្គាល់នោះហើយខ្ញុំក៏ថាអូខេហើយយើងមិននិយាយអ្វីតទៀតអ្វីដែលនាងមិនបានប្រាប់ខ្ញុំគឺថាការងារ marketing នោះគឺឲ្យនាងមកធ្វើការនៅក្នុងផ្សារទំនើបហើយរាល់លើកដែលនាងដើរទៅក្នុងផ្សារ Galleria នាងចេះតែឮសំឡេងរបស់ខ្ញុំថាអូនគួរដាក់ពាក្យធ្វើការងារនេះហើយនាងក៏ថាអញ្ចឹងខ្ញុំនឹងធ្វើហើយខ្ញុំមិនប្រាប់ចនទេហើយខ្ញុំគ្រាន់តែដាក់ពាក្យសិនហើយបញ្ជាក់ប្រាប់គាត់ថាឃើញទេមិនជាប់ទេហើយគាត់ក៏ដាក់ពាក្យហើយក៏ទទួលបានការងារនោះគេក៏បានដាក់គាត់ឲ្យមើលលើបញ្ចូល brand គ្រឿងផាត់មុខ Elizabeth Arden ស្ត្រីជាបុគ្គលិកមុនគាត់ធ្វើការមិនបានល្អអញ្ចឹងបានជាគេបញ្ឈប់គាត់ហើយ Lisa បានលក់ផលិតផលអស់ពីបញ្ចូលទាំងមូលនិងទំនិញទាំងប៉ុន្មានដែលគេមាននៅក្នុងហាងក្នុងពេលតែ2សប្តាហ៍ហើយគាត់ក៏ទូរស័ព្ទទៅក្រុមហ៊ុនហើយថាខ្ញុំមិនមានអ្វីត្រូវលក់ទេខ្ញុំលក់ដាច់អស់ហើយ2ថ្ងៃក្រោយមកគាត់ក៏បានឮគេបិទវ៉ាលីផាំងនៅលើបញ្ចូលនោះគាត់ក៏ភ្ញាក់ផ្អើលហើយបែរទៅមើលគឺជាប្រធានប្រតិបត្តិជាន់ខ្ពស់ម្នាក់សម្រាប់ brand នោះហើយគាត់ថាឥឡូវឈប់ធ្វើការនៅទីនេះនៅថ្ងៃនោះគាត់បានប្រាប់នាងឲ្យទៅសម្ភាសន៍ហើយនៅក្នុងពេលដ៏ខ្លីគាត់ក៏ទទួលបានតំណែងជាអ្នកសម្របសម្រួលគណនេយ្យនៅលើហាង Elizabeth Arden ចំនួន18ហាងនៅតំបន់ក្រុងដាឡាស់ហើយគាត់ក៏បានឡើងប្រាក់ខែបានខ្ពស់មែនទែនមែនទេបន្ទាប់មកជាង1ឆ្នាំក្រោយមកគេក៏ដំឡើងគាត់ទៅជាអ្នកតំណាងផ្នែក promotion នៅលើហាងលើទឹកដីរដ្ឋចំនួន8រដ្ឋដូច្នេះនៅពេលនោះគាត់មានប្រាក់ខែ2ដងច្រើនជាងប្រាក់ខែខ្ញុំហើយក្រុមហ៊ុនក៏ឲ្យគាត់ជិះឡានគឺឡាន Mark Ford Thunderbird ថ្មីជ្រឿងតែម្ដងហើយតើនរណាបានបើកឡាននោះដែររង្វាន់នៃការគោរពនោះជាអ្វីដែលយើងហៅយ៉ាងណាមិញខ្ញុំចាំថាបន្ទាប់មកយើងបានផ្លាស់ទៅរស់នៅរដ្ឋ Florida ហើយខ្ញុំក្លាយជាគ្រូកងវិលយុវជនសម្រាប់ក្រុមជំនុំដ៏ធំមួយហើយខ្ញុំអធិប្បាយក្នុងកម្មវិធីយុវជនហើយយើងមានការថ្វាយបង្គំដ៏អស្ចារ្យខ្ញុំចាំថានៅយប់មួយខ្ញុំថាសប្តាហ៍ក្រោយខ្ញុំមិនអធិប្បាយទេខ្ញុំចង់ឲ្យប្រពន្ធខ្ញុំអធិប្បាយវិញលីសានៅខាងក្រោយគាត់ថាអត់ទេហើយតាមពិតទៅនៅសប្តាហ៍នោះគាត់ជំទាស់យ៉ាងខ្លាំងតែម្ដងគាត់ថាទេអូនមិនមែនគ្រូកងវិលយុវជនទេគេជួលបងឲ្យធ្វើគ្រូកងវិលយុវជនតើមិនមែនអូនទេហើយខ្ញុំក៏ថាប៉ុន្តែអូនមានប្រាជ្ញាច្រើននៅក្នុងចិត្តអូនព្រះអង្គបានបង្ហាញរឿងច្រើនទៅដល់អូនត្រូវចែកចាយជាមួយយុវជនទាំងនេះគាត់បន្តថាទេហើយចុងក្រោយគាត់ក៏ឡើងទៅអធិប្បាយបានយ៉ាងល្អមែនទែនហើយយុវជនបានទទួលព្រះបន្ទូលដោយការអស្ចារ្យណាស់ដូច្នេះខ្ញុំក៏បន្តធ្វើម្ដងហើយម្ដងទៀតបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើដំណើរហើយខ្ញុំអធិប្បាយនៅសន្និបាតមួយហើយខ្ញុំអធិប្បាយនៅល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ហើយខ្ញុំចាំថានៅក្នុងសន្និបាតមួយនេះខ្ញុំក៏ថាខ្ញុំនឹងមិនអធិប្បាយនៅថ្ងៃស្អែកពេលព្រឹកទេប៉ុន្តែប្រពន្ធរបស់ខ្ញុំនឹងអធិប្បាយវិញក្នុងសន្និបាតនេះគាត់មិនអង្គុយនៅជួរមុខទេគាត់នៅសន្តាគារកំពុងតែមើលកូនតូចយើងហើយខ្ញុំទៅសន្តាគារវិញហើយប្រាប់គាត់ថាអូនអើយថ្ងៃស្អែកបងត្រូវមើលកូនហើយព្រោះអូននឹងត្រូវអធិប្បាយនៅក្នុងវគ្គរបស់បងហើយគាត់ក៏ថាទេអត់ទេ
ខ្ញុំថាអូមែនហើយបងបានប្រកាសវាល្ងាចមិញនេះហើយអូនត្រូវតែធ្វើហើយគាត់ក៏សួរថាបងអធិប្បាយអំពីអ្វីហើយខ្ញុំប្រាប់គាត់ថាខ្ញុំអធិប្បាយពីអីជាមេរៀនដែលគាត់អធិប្បាយជាច្រើនលើកមកហើយគាត់ថាអូនមានមេរៀនតែមួយនឹងហើយបងឯងយកទៅបង្រៀនបាត់ទៀតគាត់មិនសប្បាយចិត្តទាល់តែសោះគាត់នៅរហូតដល់ម៉ោង3ភ្លឺដើម្បីរៀបចំមេរៀនហើយចុងក្រោយខ្ញុំក៏ចាប់ផ្ដើមស្អែកក្អឹកហើយនិយាយថាអូនណាវគ្គដែលអូនត្រូវអធិប្បាយគឺម៉ោង9ព្រឹកស្អែកនឹងហើយអូនមានពេលតែ6ម៉ោងទេពីឥឡូវនឹងមានដឹងអត់អូនឯងគួរតែចូលគេងសិនទៅមុនពេលដែលត្រូវអធិប្បាយនៅសន្និបាតថ្ងៃស្អែកគាត់អធិប្បាយបានយ៉ាងល្អមែនទែនអ្នកស្ដាប់ពេញចិត្តនឹងការអធិប្បាយរបស់គាត់ខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមនិពន្ធហើយសៀវភៅនុយរបស់សាតាំងបានក្លាយជាសៀវភៅលក់ដាច់ទូទាំងប្រទេសខ្ញុំក៏ទៅជួបគ្រឹះស្ថានបោះពុម្ពហើយនិយាយថាតើលោកដឹងទេខ្ញុំថាសូមកុំប្រាប់លីសាថាខ្ញុំប្រាប់លោកធ្វើបែបនេះណាប៉ុន្តែខ្ញុំជឿថាប្រពន្ធខ្ញុំមានសៀវភៅដែលនាងអាចសរសេរហើយលោកគួរតែទៅផ្ទះយើងព្រោះអ្នកបោះពុម្ពផ្សាយរបស់យើងគាត់រស់នៅក្នុងទីក្រុងជាមួយយើងដែរខ្ញុំថាគ្រាន់តែសូមឲ្យគាត់និពន្ធសៀវភៅមួយទៅហើយគាត់ក៏មើលមកខ្ញុំទាំងរំភើបហើយថាបានអញ្ចឹងចាំខ្ញុំសុំគាត់ហើយអ្នកបោះពុម្ពផ្សាយនោះក៏ទៅលេងផ្ទះយើងហើយគាត់ឈ្មោះថមហើយលីសាក៏និយាយថាអូចននៅខាងលើចាំខ្ញុំឡើងទៅហៅគាត់ថាតាមពិតអ្នកគ្រូខ្ញុំមកជួបអ្នកគ្រូទេគាត់ថាយើងពិតជាជឿជាក់ថាអ្នកគ្រូមានសារមួយនៅក្នុងចិត្តអ្នកគ្រូហើយយើងចង់ជួបនិយាយជាមួយអ្នកគ្រូពីរឿងនោះគាត់ក៏បាននិពន្ធសៀវភៅមួយក្បាលមែនហើយបានក្លាយជាសៀវភៅលក់ដាច់ទូទាំងប្រទេសអូខេដូច្នេះសប្តាហ៍ថ្ងៃនេះបើអ្នកមើលទៅលីសាបាវីដែលអធិប្បាយទៅកាន់ស្ត្រីរាប់លានអ្នកនៅជុំវិញពិភពលោកគឺជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់ជាងគេនៅ New York Timesហើយថ្នាក់រៀន2ដែលគាត់មិនបានចូលរៀននៅវិទ្យាល័យមានអ្វីខ្លះទៅគឺការនិយាយចំពោះមុខមនុស្សជាច្រើននិងវាយអត្ថបទនិពន្ធសៀវភៅជាថ្នាក់ទាំងពីរដែលនាងមិនបានចូលរៀនប៉ុន្តែព្រះជាម្ចាស់ឲ្យនាងធ្វើកិច្ចការទាំងនោះសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការដោនឡូតធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបាវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូមដោនឡូតកម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.comខ្ញុំជឿថាព្រះជាម្ចាស់បានជំរុញដួងចិត្តខ្ញុំឲ្យគោរពដល់លីសាឲ្យតម្លៃនាងមើលឃើញនៅអំណោយទានដែលនាងមានដែលអ្នកដតីរួមទាំងខ្លួននាងមិនបានដឹងនៅពេលដំបូងនេះជាអ្វីដែលប្តីត្រូវធ្វើពេលដែលព្រះគម្ពីរចែងថាត្រូវបំពាក់បំពន់និងសាទរដល់ប្រពន្ធរបស់ខ្លួនខ្ញុំនិយាយចេញពីអេផេសូរជំពូកទី5ខ្ញុំសូមអានជូនលោកអ្នកស្វាមីអើយចូលខិតខំស្រឡាញ់ខ្ញុំពេញចិត្តចំណុចនេះណាស់ជាការសម្រាយពីព្រះគម្ពីរ The Messageស្វាមីអើយចូលខិតខំស្រឡាញ់ភរិយាឲ្យអស់ពីចិត្តដោយព្រះគ្រីស្ទស្រឡាញ់ក្រុមជំនុំជាសេចក្តីស្រឡាញ់ដែលសម្គាល់ដោយការឲ្យមិនមែនដោយការទទួលទេសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទធ្វើឲ្យក្រុមជំនុំបានពេញលេញព្រះបន្ទូលទ្រង់ធ្វើឲ្យនាងស្រស់ស្អាតអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើនឹងមានបន្ទូលគឺដើម្បីឲ្យនាងទទួលបានអ្វីដែលល្អបំផុតក្រងនាងដោយសូត្រពណ៌សភ្លឺចែងចាំងដោយភាពវិសុទ្ធនេះហើយជារបៀបដែលស្វាមីគួរស្រឡាញ់ភរិយាពួកគេគឺជួយដល់ខ្លួនឯងព្រោះពួកគេរួមតែមួយរួចទៅហើយនៅក្នុងអាពាហ៍ពិពាហ៍អ្នកដឹងទេខ្ញុំសូមប្រាប់ពីចំណុចនេះប្រពន្ធនឹងឆ្លោះបញ្ចាំងគាត់នឹងឆ្លោះបញ្ចាំងពីរបៀបដែលប្តីគាត់ស្រឡាញ់គាត់បានប៉ុណ្ណាខ្ញុំអាចដើរទៅក្នុងភោជនីយដ្ឋានមួយហើយបើមានប្តីប្រពន្ធជាច្រើនគូអង្គុយនៅក្នុងហាងនោះខ្ញុំអាចប្រាប់លោកអ្នកថាតើប្រពន្ធមួយណាដែលប្តីគេស្រឡាញ់គេបានល្អហើយប្រពន្ធណាដែលប្តីមិនសូវថែព្រោះពួកគេឆ្លោះបញ្ចាំងនៅលើទឹកមុខរបស់គេខ្ញុំបានជួបស្ត្រីដែលមានវ័យ60 70ឆ្នាំដែលមានសម្រស់ស្រស់ស្អាតភ្លឺចែងចាំងព្រោះពួកគេទទួលបានសេចក្តីស្រឡាញ់និងការគោរពយ៉ាងល្អពីប្តីរបស់ខ្លួនខ្ញុំមើលទៅប្រពន្ធខ្ញុំអាយុជិត60ឆ្នាំហើយខ្ញុំមើលទៅគាត់ដូចតារាបង្ហាញម៉ូដគាត់មើលទៅដូចនៅក្នុងវ័យ30ឆ្នាំខ្ញុំតែងតែប្រាប់គាត់ពេញមួយជីវិតដែលយើងរៀបការថាអូនអើយប្រសិនបើមាននរណាប្រាប់បងថាអូននឹងមើលទៅស្អាតបែបនេះនៅក្នុងវ័យ50ឆ្នាំជាងបងនឹងរំភើបតតែសន្លប់ហើយប្រសិនបើបងនឹងថាប្រពន្ធបងស្អាតបែបនេះមុខគាត់ឡើងក្រហមហើយគាត់ថាអូចននោះមិនមែនជាភាសាក្តីស្រឡាញ់របស់អូនទេប៉ុន្តែខ្ញុំដឹងថានាងទទួលបានការបីបាច់ថែរក្សានិងមានអារម្មណ៍ថាត្រូវបានគាំទ្រដោយពាក្យសម្ដីដែលខ្ញុំនិយាយទៅកាន់នាងខ្ញុំនិយាយប្រាប់កូនប្រុសរបស់យើងនៅពេលដែលពួកគេនៅវ័យជំទង់ថាកូនណាកូនដឹងទេថាម៉ាក់របស់កូនស្អាតប៉ុណ្ណានោះកូនជឿអត់ថាយើងមានម្ដាយដែលជាតារាបង្ហាញម៉ូដយើងមានឯកសិទ្ធិមែនទែនហើយគាត់ធ្វើម្ហូបឆ្ងាញ់ទៀតអូពិតជាអស្ចារ្យណាស់គាត់ជាចុងភៅដ៏អស្ចារ្យម្នាក់គាត់ធ្វើម្ហូបឆ្ងាញ់ច្រើនមែនទែនហើយខ្ញុំអាចនិយាយរៀបរាប់បន្តហូរហែទៀតហើយលោកអ្នកដឹងទេវាពិតជាធ្វើឲ្យមានការរីកចម្រើនឡើងមែនដូច្នេះសូមគុំប្រងើយកន្តើយនិងតម្លៃប្រពន្ធរបស់អ្នក
កុំប្រព្រឹត្តចំពោះគាត់ថាសាមញ្ញកុំប្រព្រឹត្តចំពោះពួកគាត់ថាធម្មតាសូមចាំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់ពេលដែលទើបតែស្គាល់គ្នាជាសង្សារអូពេលដែលអ្នកឃើញគាត់បេះដូងលោតឡើងញាប់អ្នកនឹងកើតពីល្ងាចដែលអ្នកណាត់ជួបគាត់ហើយរៀបចំអ្វីដែលពិសេសជាមួយគ្នាចូលបន្តធ្វើបែបនោះព្រោះគាត់ជាស្ត្រីដ៏ពិសេសដដែលដែលអ្នកបានស្រឡាញ់តាំងពីប៉ុន្មានឆ្នាំមុននោះដូច្នេះចូលធ្វើបែបនេះហើយអ្នកនឹងឃើញថាប្រពន្ធអ្នកចម្រើនឡើងហើយដោយដែលលោកសាវកពោលមានប្រសាសន៍គឺដូចជាអ្នកជួយដល់ខ្លួនឯងដូច្នេះដែរហេតុអ្វីព្រោះអ្នកចូលរួមជាមួយគាត់តែមួយក្នុងអាពាហ៍ពិពាហ៍តើជារង្វាន់អ្វីដែលខ្ញុំបានទទួលនៅក្នុងការគោរពដល់លីសាខ្ញុំសូមប្រាប់អ្នកមានទ្វារដែលបានបើកចំហសម្រាប់ខ្ញុំជុំវិញពិភពលោកព្រោះលីសាបានទៅអធិប្បាយសន្និបាតស្ត្រីនៅក្រុមជំនុំឬប្រទេសមួយឬក្នុងក្រុមជំនុំដ៏ធំមួយចំនួនហើយមានមនុស្សនិយាយថាយើងស្រឡាញ់អ្នកគ្រូជាខ្លាំងយើងក៏ចង់ឲ្យប្តីអ្នកគ្រូមកដែរហើយគាត់គឺជាអ្នកដែលទៅមុនខ្ញុំហើយបើកទ្វារទាំងអស់នេះឡើងព្រោះព្រះជាម្ចាស់ប្រើប្រាស់គាត់ឲ្យបើកទ្វារទាំងអស់នោះខ្ញុំមើលទៅកាន់លីសាជាមួយនឹងព្រះគុណដែលនាងមាននៅក្នុងនាមជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេនៅ New York Times កិច្ចការទាំងនោះបានផ្ដល់ព្រះពរដល់ខ្ញុំយ៉ាងច្រើនដូច្នេះខ្ញុំសូមនិយាយបែបនេះពេលអ្នកគោរពប្រពន្ធអ្នកទទួលរង្វាន់ដោយផ្ទាល់ព្រោះអ្នករួមតែមួយជាមួយនឹងប្រពន្ធអ្នកដូច្នេះបងប្អូនជាបរិសុទ្ធពេលអ្នកប្រព្រឹត្តចំពោះប្រពន្ធដោយការគោរពនិងផ្ដល់កិត្តិយសនោះអ្នកប្រព្រឹត្តសម្រាប់ខ្លួនឯងដោយការគោរពនិងកិត្តិយសព្រោះអ្នករួមតែមួយជាមួយនឹងគាត់ខ្ញុំសង្ឃឹមថាអ្នកទទួលបាននិមិត្តសម្រាប់កិច្ចការនេះនិងផ្លាស់ប្ដូររបៀបដែលអ្នកនិយាយទៅកាន់ប្រពន្ធប្រព្រឹត្តចំពោះប្រពន្ធឲ្យតម្លៃប្រពន្ធហើយនេះចាប់ផ្ដើមនៅក្នុងដួងចិត្តចាប់ផ្ដើមនៅក្នុងការអធិដ្ឋានបើអ្នកមានចិត្តគំនិតមួយចំនួនប្រហែលជាចិត្តជូរចត់ដោយសារអ្នកមានអារម្មណ៍ថាគាត់ឆាប់ខឹងមួម៉ៅឬក៏គាត់កាចដាក់អ្នកឬក៏ឧស្សាហ៍និយាយកាត់អ្នកសូមកំចាត់ចិត្តទាំងនោះចេញសូមអត់ទោសដល់គាត់ហើយឥឡូវនេះសូមព្យាយាមបម្រើគាត់សូមចាំថាសេចក្តីស្រឡាញ់របស់ព្រះគឺព្យាយាមបម្រើឲ្យមិនថាទទួលបានអ្វីត្រឡប់មកវិញក៏ដោយព្រះយេស៊ូវសុគតសម្រាប់យើងមុនពេលដែលយើងបានទាំងធ្វើអ្វីថ្វាយដល់ទ្រង់ប៉ុន្តែទ្រង់ដឹងថាថ្ងៃមួយទ្រង់នឹងមានទំនាក់ទំនងស្និទ្ធស្នាលស្រស់ស្អាតជាមួយកូនប្រុសកូនស្រីជាច្រើនអនេកដូច្នេះសូមអភិវឌ្ឍនៅជំនឿក្នុងសេចក្តីស្រឡាញ់របស់ព្រះសូមអភិវឌ្ឍជំនឿនៅក្នុងការគោរពហើយដឹងថាបើអ្នកធ្វើបែបនេះមិនយូរប៉ុន្មានអ្នកនឹងជំរុញឲ្យគាត់មានភាពស្រស់ស្អាតហើយស្ត្រីគ្រប់រូបមានភាពស្រស់ស្អាតដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេជាអំណោយទានហើយអ្នកដែលជាបុរសមានសមត្ថភាពក្នុងនាមជាមេគ្រួសារដោយជំរុញនូវភាពស្រស់ស្អាតរបស់នាងដែលពាក្យនោះមានន័យថាទាញឲ្យចេញអ្នកមានសមត្ថភាពជំរុញឲ្យភាពស្រស់ស្អាតទាំងនោះកើតមានឡើងទាំងវិញ្ញាណប្រលឹងនឹងរូបកាយនៅក្នុងប្រពន្ធអ្នកល្អមែនទែននៅមេរៀនបន្ទាប់យើងនឹងនិយាយអំពីកូនរបៀបដែលការគោរពដល់កូនអាចនាំប្រពរដ៏អស្ចារ្យពីឋានសួគ៌ខ្ញុំពិតជារំភើបពីចំណុចនោះណាស់សូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការដោនឡូតធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូមដោនឡូតកម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com